បាទសូមជម្រាបសួរបងប្អូនបាទហ្នឹងហើយថ្ងៃនេះគឺយើងមកដាក់ចំណីកែបហើយថ្ងៃនេះមកបកស្រាយនៅចម្ងល់ខ្លះសម្រាប់បងប្អូនយើងថ្មីដែលគាត់មានចំណាប់អារម្មណ៍ក្នុងការចិញ្ចឹមហើយតើតើទៅនឹងការដាក់ចំណីបងប្អូនបាទការដាក់ចំណីគឺបងប្អូនយើងគាត់ចេះឆ្ងល់ថាគាត់ចង់ដាក់ដូចជាត្រីដូចជាខ្យងដូចជា AC អញ្ចឹងណាបាទអញ្ចឹងគឺរបស់ទាំងអស់ហ្នឹងជាសត្វជាប្រភេទសត្វល្អិតណាបាទកូនត្រីតូចកូនសត្វល្អិតតូចជាក្រិតកណ្ដោបអីហ្នឹងគាត់ចង់ដាក់ឲ្យស៊ីបាទអញ្ចឹងគឺការដាក់ចំណីកង្កែបនេះគឺរបស់សត្វល្អិតទាំងអស់ហ្នឹងគឺយើងអាចដាក់ឲ្យស៊ីបានបាទតែគាត់ថានៅពេលដែលកូនកែបនេះប៉ិនមេដៃនៅតូចចាណាដែលបងប្អូនយើងទៅតែនឹងទិញទៅហ្នឹងគឺយល់ល្អគឺយើងដាក់ចំណីក្របទៅបាទនេះប្រភេទចំណីជាទូទៅគឺកង្កែបគឺស៊ី3លីបាទ3លី2លីទៅតាមទំហំរបស់ក្រុមហ៊ុនដែលគេកំណត់មកវាធំតូចទៅតាមຂະຫນាតរបស់គេអញ្ចឹងទៅបាទវាមិនមានຂະຫນាតជារួមទេអញ្ចឹងគឺការ៉ុងខ្លះ3លីក៏រៀងតូចទៅបាទក្រុមហ៊ុនខ្លះក៏រៀងធំតិចទៅណាបាទអានឹងវាមិនជាបញ្ហាអីទេបាទអាចឲ្យស៊ីបានដូចគ្នាទេវាលេងមានតិចតួចណាបាទតែយើងយកទៅភ្លាមយើងគួរតែដាក់ចំណីបាទដាក់ចំណីការ៉ុងយើងនេះចំណីសម្រាប់ហ្នឹងណាបាទដាក់ឲ្យវាស៊ីគឺល្អទី1គឺប្រូតេអ៊ីនវាសមស្របទៅនឹងតម្រូវការរបស់កូនកែបព្រោះកូនកែបវាត្រូវការប្រូតេអ៊ីនខ្ពស់បាទអញ្ចឹងបើសិនតែយើងដាក់ត្រីដាក់អីវាអាចប្រូតេអ៊ីនអាចខ្ពស់ដែរប៉ុន្តែវាអាចថាវានៅស្ទើរជាងចំណីទេបាទហ្នឹងហើយនៅស្ទើរជាងចំណីទេទី1គឺត្រីហ្នឹងវាពិបាកក្នុងការលេបបាទក្នុងការលេបតើយើងកាត់កងហើយបងប្អូនខ្លះយើងថ្មីយើងអត់ដឹងយើងច្រាំល្អិតបាទឲ្យដូរជាឲ្យត្រីឬក៏ពេលដែលយើងទៅដាក់លបកង្កែបអីយើងគិតថាកង្កែបវាស៊ីបែបហ្នឹងណាយើងដាក់ម្ដុំយើងទៅបងប្អូនខ្លះដាក់ក្នុងទឹកអីរីកបាទរីករលាយក្នុងទឹកនឹងធ្វើឲ្យទឹកហ្នឹងឆាប់ស្អុយបាទទឹកឆាប់ស្អុយហើយមួយទៀតបងប្អូនយើងដាក់លើកោកឬក៏ដាក់ជាចានដែកឬក៏ធុនឬក៏ថាងអីដើម្បីឲ្យវាឡើងមកស៊ីអាហ្នឹងគឺពេលខ្លះស៊ីបានពេលខ្លះស៊ីអត់បានអញ្ចឹងណាបាទហើយដូចកែបតូចចេះដាក់ចំណីចេះដូចបងប្អូនឃើញហើយគឺអូសង្វាតស៊ីណាបាទសង្វាតស៊ីណាដណ្ដើមគ្នាពេញហ្នឹងអញ្ចឹងណាបាទសម្រាប់ចំណីធម្មជាតិបែបហ្នឹងគឺយើងគ្រាន់តែដាក់ជាជំនួយបាទជាជំនួយមិនគឺនៅពេលដែលវារៀងធំណារឿងធំនៅពេលដែលបងប្អូនជាពិសេសបងប្អូនទៅនៅខាងទន្លេឬក៏នៅខាងដែលមានស្ទឹងអីដែលសបោប្រមូលផលត្រីនៅចិត្តបឹងធំអីចឹងណាអាងទឹកអាងអីគាត់សបោត្រីកំភ្លាញត្រីអីហ្នឹងយើងរៀងធំតិចកែបចាប់ពីយើងទិញទៅបានប្រហែលជា15ថ្ងៃទៅ20ថ្ងៃនឹងគឺយើងដាក់ជំនួយទៅបាទកាភ្លេងតូចឬក៏ចង្វាអីជាពិសេសចង្វាត្រឹម20ថ្ងៃអីស៊ីទាំងមូលណាហត់ច្រាមទេបាចឲ្យវាស៊ីទៅតែតចង្វាហ្នឹងតតែរៀងដែតណាបាទដែតហ្នឹងมันចាប់បានច្រើនបើអត់សូវដែតវាចាប់បានខ្លះអត់ខ្លះតែมันជាបញ្ហាទេរៀងធំហើយចាប់ពី20ថ្ងៃទៅយើងទិញបាន20ថ្ងៃដាក់ឲ្យ CA មកតែបើយើងយកទៅភ្លាមចេះយើងចំណៃក្របសិនបងប្អូនណាចំណៃក្របសិនបាទហ្នឹងហើយបើយើងចូលកង្កែបយើងចូលបានមួយខែកន្លះចិត្តបានលក់អីបាទមួយខែកន្លះអីហ្នឹងគឺកាភ្លេងតូចមុំអីគឺមហត់កាត់ទេវាស្លេបបានតែកុំឲ្យអាកាភ្លេងធំណាអាកាភ្លេងស្ទឹងអាកាភ្លេងភ្លុកអីអាកាភ្លេងទាំងធំហ្នឹងវាលែបអត់រួចទេតែបើកាភ្លេងយើងត្រឹមពីធ្នាប់អីនៅតូចស្ទើហ្នឹងគឺវាលេបហើយបាទมันហត់កាត់ហត់ច្រាមេអញ្ចឹងណាបាទហើយចង្រិតកណ្ដូបអីហ្នឹងគឺដាក់ទៅណាហើយឥឡូវឃើញបងប្អូនយើងសម្បូរអ្នកចាំកដោបដែរបាទកដោបណាដែលអត់ល្អអីបាទអត់ល្អអីដែរគេអត់ទិញអីយើងដាក់ឲ្យស៊ីបានណាដាក់ស៊ីបានបញ្ហាទេនឹងចំណៃវាតែតវាធំតិច
វាអាចថាចូលមួយខែកន្លះអីបានយើងដាក់ឲ្យស៊ីបាទល្អបាទតែអាហ្នឹងវាអាស្រ័យលើទំហំដែរបើថាទំហំវាចូល21គីឡូអីហើយនឹងដាក់ស៊ីបានហើយពេលខ្លះវាអាចស្ទុះលឿនណាបងប្អូនបាទហ្នឹងហើយមិនប្រកាន់ថារយៈពេលវែងឬក៏ខ្លីទេតែសំខាន់ឲ្យតែវាដូចថាកម្លាំងវាមាំមួនណាបាទកម្លាំងវាមាំមួនហើយវាធំណាបាទខ្លួនវាធំអាចលេបបានបាទតែប៉ុណ្ណេះកូនចង្រិតអីវានៅទេវាអត់តន់លេបបានទេបាទព្រោះវារៀងនៅតូចណាបាទលេបបានប៉ុន្តែលេបពេលខ្លះវាអាចលេបអត់រួចឆ្លាក់ងាប់បណ្ដោយបាទតែបើថាធំហើយអាហ្នឹងល្អបាទលេបបានស៊ីបានណាបាទហ្នឹងហើយនឹងតកតងចំណៃបាទតកតងចំណៃហើយតកតងការផ្ដល់គឺតូចចេះគឺមួយថ្ងៃ3ដងក៏បាន4ដងក៏បានណាបាទហើយតកតងនឹងពេលឲ្យគឺពេលព្រឹកពេលថ្ងៃពេលល្ងាចទៅបាទហើយតកតងទៅនឹងកម្ពស់ទឹកដែលល្អគឺប៉ុណ្ណឹងបងមួយថ្នាំងដៃទៅ2ថ្នាំងដៃហ្នឹងហើយលេមកសបាយមកស្អាតណាហ្នឹងហើយត្រូវមានតបូលមកគឺល្អបាទហ្នឹងហើយចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនណាហ្នឹងហើយចាំជួបគ្នាវីដេអូក្រោយបងប្អូនបាទ